ជាដកបណ្ឌិតសាមណេរធម្មបទថកថាភាគទី4ទំព័រទី33សាមណេរនេះជាបុត្រនៃធីតាជាច្បងរបស់ត្រកូលឧបខៈព្រះសារីបុត្រនៅនគរសាវត្ថីជាសទ្ធិវិហារីរបស់ព្រះសារីបុត្របានជាមាននាមដូច្នោះព្រោះតាំងពីថ្ងៃសាមណេរនេះកើតឡើងមនុស្សឆ្កួតក្នុងផ្ទះនោះខ្លាយទៅជាមនុស្សជាចេះដឹងខុសត្រូវឡើងសាមណេរនេះបានបួសសម្រេចព្រះអរហន្តតាំងពីអាយុ7ឆ្នាំជានាគសម្បូរដោយចង្ហាន់ដណ្ដបានជាអត្តរេកនកៈដែលសម្បូរដោយលៀបសក្ការៈយ៉ាងនេះមកពីពុទ្ធកម្មដូចជាអតីតនិទានតទៅនេះកាលកន្លងទៅហើយព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈមានព្រះខ័យណាស្រប20000អង្គជាបរិវារទ្រង់ស្ដេចទៅកាន់ក្រុងបរិណសីមនុស្សទាំងឡាយក៏ចងគ្នាជាពួកបាន88នាក់ខ្លះ10នាក់ខ្លះប្រកេនអកុន្តកទានការដែលព្រះសាស្តាធ្វើផុតតានមោទនីចប់មានបណ្ឌិតបរោះម្នាក់ថ្វាយបង្គំព្រះសាស្តានិមន្តថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមទ្រង់ទទួលភិក្ខារបស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែកនេះព្រមទាំងព្រះសង្ឃជាបរិវារទាំងអស់ហើយបរោះនោះចូលទៅឃោសនាក្នុងស្រុកមនុស្សទាំងឡាយខ្លះទទួលថាយើងប្រគិនចង្ហាន់ដល់ព្រះភិក្ខុ10អង្គខ្លះថា20អង្គខ្លះថា100អង្គខ្លះថា500អង្គបបិទ្ធបណ្ឌិតបរោះកត់ឈ្មោះដាក់ក្នុងបញ្ជីចាប់តាំងពីដើមរៀងមកសម័យនោះឯងមានបរោះម្នាក់ឈ្មោះមហាទុគតនៅក្នុងនគរនោះជាមនុស្សទល់ក្រក្រៃពេកបានទទួលពាក្យបណ្ឌិតបរោះថាបើដូច្នោះចូលអ្នកកត់ចំនួនភិក្ខុមួយអង្គក្នុងបញ្ជីទុកឲ្យខ្ញុំផងចុះហើយទៅប្រាប់ភរិយាថាម្នាងនាងគេបបួលយើងឲ្យទទួលភិក្ខុមួយអង្គមកប្រគេនចង្ហាន់ក្នុងថ្ងៃស្អែកនេះភរិយាទទួលអំណរឥតអូនតែហើយនាំគ្នាទៅរកធ្វើការឈ្នួលមហាសេដ្ឋីបានឃើញមហាទុគតដើរមកក៏មានប្រសាសន៍ថាស្អែកយើងនិមន្តព្រះភិក្ខុសង្ឃ200-300អង្គមកឆាន់ចូលនេះឯងពុះអស់ឲ្យយើងចោះមហាទុគតក៏ចង់ក្បិនយ៉ាងងំហើយខំប្រឹងយ៉ាងខ្លាំងបោះកំបិតចាប់ពុះថៅបោះពុះថៅចាប់កំបិតសេដ្ឋីសួរថាហេតុដូចម្ដេចបានជាឯងថ្ងៃនេះអ្នកឯងខំប្រឹងធ្វើការដល់ម្ល៉េះបបិទ្ធលោកម្ចាស់ស្អែកនេះខ្ញុំប្របាទប្រគេនចង្ហាន់ភិក្ខុមួយអង្គដែរសេដ្ឋីឮហើយក៏មានចិត្តត្រេកអរណាស់ឯភរិយាសេដ្ឋីក៏សួរប្រពន្ធមហាទុគតដូច្នោះដែរលោកមហាទុគតពុះអស់រួចហើយសេដ្ឋីក៏ឲ្យបម្រើយកអង្ករស្រូវសាលី4មាលិមកឲ្យហើយប្រាប់ថានេះជាថ្លៃឈ្នួលឲ្យអង្ករ4មាលទៀតប្រាប់ថានេះជារង្វាន់នៃសេចក្តីត្រេកអររបស់អ្នកឯភរិយាសេដ្ឋីក៏ឲ្យបម្រើយកសម្ពិមួយដបទុតិមួយភាជគ្រឿងសម្លមួយបង្វិចនិងអង្ករស្រូវសាលីមួយនាលមកឲ្យប្រពន្ធមហាទុគតព្រឹកឡើងមហាទុគតដើរស្វែងរកបន្លែឯឆ្នេរស្ទឹងមានចិត្តរីករាយសប្បាយក្រៃពេកទៅស្រែកច្រៀងបណ្ដើបេះបន្លែបណ្ដើព្រានប្រម៉ងអ្នកបងសំណាញ់ម្នាក់បានឮសំឡេងច្រៀងហើយក៏ស្រែកហៅមហាទុគតមកឲ្យដោតត្រីជាត្រណោតចំនួន
ថ្លៃមួយបានខ្លះកន្លះបានខ្លះមួយកហបណៈខ្លះអ្នកនគរទាំងឡាយមកទិញត្រីទាំងនោះអស់ទៅមហាទូគាត់កំណត់វេលាហើយក៏និយាយលាព្រះនោះបានឲ្យត្រីពិន4ដែលខ្លួនកប់ទុកនៅក្នុងភ្នក់សាច់សម័យនោះឯងព្រះសាស្តាទ្រង់ប្រមើលមើលនៅអបនិស្ស័យនៃសត្វលោកទ្រង់ឃើញមហាទូគាត់ចូលក្នុងសំណាញ់មានរបស់ព្រះអង្គហើយទ្រង់គង់ចាំនៅកន្ធិកតកាលមហាទូគាត់យួរត្រីទៅដល់ផ្ទះថ្មមណ្ឌលកំពុលសិលាអះរបស់សកទេវរាជក៏បញ្ចេញកម្ដៅឡើងទើបសកទេវរាជទ្រង់អវិជ្ជនិកាជ្រាបហេតុនោះសពគ្រប់ហើយក៏ខ្លែងភេទមិនឲ្យអ្នកណាស្គាល់សោះមកជួយចាត់ចែងភិក្ខាហាហើយក៏បញ្ជូនមហាទូគាត់ឲ្យទៅទទួលលោកមកឯបណ្ឌិតបរោះអ្នកចាត់ចែងទានបានបញ្ជូនភិក្ខុទាំងឡាយទៅផ្ទះជនទាំងនោះតាមចំនួនដែលមាននៅក្នុងបញ្ជីមហាទូគាត់ទៅដល់បណ្ឌិតបរោះនិយាយថាខ្ញុំភ្លេចឈឹងមិនបានទុកភិក្ខុមួយអង្គឲ្យអ្នកឯងទេមហាទូគាត់ក៏ភ្លេចក្នុងចិត្តហាក់ដូចជាគេចាក់តង់ពោះដោយលំពេងដមុតហើយនិយាយថាណែអ្នកហេតុអ្វីក៏អ្នកធ្វើឲ្យខ្ញុំឲ្យវិនាសអ្នកពិតជាបបួលខ្ញុំលះពីថ្ងៃម្សិលមិញបានជាខ្ញុំខំធ្វើការទាំងម្លេះហើយក៏លំបាំនៅទៅនោះតើបណ្ឌិតបរោះនិយាយថាណែមហាទូគាត់ជាសម្លាញ់ធ្វើម្ដេចខ្ញុំបានជាប្រហែសចូលទៅហើយប៉ុន្តែឥឡូវនេះមានព្រះសាស្តាកំពុងគង់នៅក្នុងគុណតិកតនៅឡើយបើដូច្នេះចូលនេះឯងទៅអង្វរកនិមន្តព្រះអង្គលោមើលក្រែងជូនជាទ្រង់សង្គ្រោះកាលបើមហាទូគាត់ទៅដល់ព្រះសាស្តាក៏បើកទ្វារគុណតិកតចេញមកទ្រង់ហាច់បាតដល់ដៃមហាទូគាត់ក៏ហាក់ដូចជាបាននៅសេរីសម្បត្តិរបស់ស្ដេចចក្រឯព្រះរាជានិងអនុរាជជាដើមដែលមកត្រៀមចាំទទួលបានក៏ងាកមើលមុខគ្នាមិនមាននរណាហ៊ានយកបានដែលព្រះអង្គទ្រង់ប្រទានដល់មហាទូគាត់ដោយអេសរិយសរបស់ខ្លួនឡើយគ្រាន់តែនិយាយដូចនេះថាមនាលមហាទូគាត់ជាសម្លាញ់ចូលអ្នកឲ្យបានព្រះអង្គមកយើងវិញយើងនឹងឲ្យទ្រព្យ1000កហបណៈ100,000កហបណៈដល់អ្នកមហាទូគាត់មិនព្រមសោះចំណែកខាងសកទេវរាជបានចាត់ចែងយាគូនឹងផុតហើយក៏ក្រាលអាសនៈបំរុងចាំព្រះអង្គឯផ្ទះមហាទូគាត់នោះទៀបក្រៃពេកបើនរណាមិនដើរអោនមិនអាចចូលទៅបានឡើយប៉ុន្តែកាលដែលព្រះសាស្តាទ្រង់ចូលទៅមហាព្រឹទ្ធពីក៏ស្រុតចុះទៅក្រោមគេហស្ថានក៏អណ្ដែតឡើងខាងលើទ្រង់ចូលទៅដោយមិនអបបាច់អោនឡើយគ្រានោះសកទេវរាជបើគ្រប់ជាចង្ហាន់ឡើងក៏ក្លិនវត្ថុទាំងនោះក្រអូបឈ្ងុយឈ្ងប់ផ្សាយចេញទៅពេញនគរទាំងអស់ព្រះសាស្តាទ្រង់ទទួលចង្ហាន់ធ្វើផុតកិច្ចអនុមោទនាស្រេចហើយទ្រង់ក្រោកចាកអាសនៈនិមន្តចេញទៅសកទេវរាជនិងមហាទូគាត់ក៏យកបានជូនដំណើរព្រះអង្គទៅវិហារលុះសកទេវរាជត្រឡប់មកក៏ខិតនៅទៀតទ្វារផ្ទះមហាទូគាត់ហើយងើបមើលអាកាសភ្លៀងកៅ7ប្រការក៏ធ្លាក់ចុះពីអាកាសមកចូលពេញភាជនៈពេញផ្ទះទាំងមូលព្រះរាជាមហាទូគាត់ដឹកដៃកូនរត់ចេញមកឈរខាងក្រៅមហាទូគាត់បង្គំទូលព្រះរាជាថាផ្ទះទូលព្រះបង្គំជាខ្ញុំពេញដោយរាប់7ប្រការមានឱកាសកន្លែងណាទេព្រះរាជាទ្រង់បញ្ជូនរទេះ1000ឲ្យទៅដឹកទ្រព្យនោះមកចាក់គោជាកំណោក្នុងព្រះរាជលាន
ហើយទ្រង់ឲ្យប្រជុំអ្នកនគរមកធ្វើមហាសក្ការៈដល់មហាទុគ៌នោះហើយទ្រង់ព្រះរាជទានញាតិជាសក្តិហើយព្រះរាជទានកន្លែងគេហស្ថានចាស់ដែលសក្តិម្នាក់នៅពីមុនកាលមហាជនកាប់កោះគល់ឈើក៏ប្រទះកំណត់ទ្រព្យជាច្រើនក្នុងទីនោះព្រះរាជាក៏ទ្រង់ព្រះរាជទានកំណត់ទ្រព្យនោះដល់សេដ្ឋីនោះទៀតសេដ្ឋីនោះបានប្រគេនចង្ហាន់ដល់ព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានអស់7ថ្ងៃលំដាប់ពីនោះមកតែងធ្វើបុណ្យមិនដែលដាច់ដរាបដល់អស់អាយុសង្ខារក៏បានប្រកាសក្នុងទេវលោកសោយទុបសម្បត្តិអស់មួយចន្លោះព្រះពុទ្ធដោយព្រះពុទ្ធជាម្ចាស់យើងនេះឧបដិឡើងក៏ច្បួតអំពីទេវលោកមកចាប់បដិសន្ធិក្នុងគួរនៃធីតាជាច្បងក្នុងត្រកូលឧបថៈរបស់ព្រះសរិបុត្រទេនៅក្នុងក្រុងសាវត្ថីកុមារនោះបានចូលបួសក្នុងព្រះពុទ្ធសាសនាមានប្រកបថាបណ្ឌិតសាមណេរបានសម្រេចព្រះអរហន្តព្រមទាំងបដិសម្បទាតាំងពីជនមាយុ7ឆ្នាំ